នោះអត់ចម្រៀងចាបងប្អូនឃើញខាងទ្វារពីមុខបងប្អូនដឹងអត់ចាបងប្អូនមួយចំនួនណាដឹងខ្លះចាបងប្អូនខ្ញុំជឿថាប្រហែលជាដឹងច្រើនប៉ុន្តែពេលដែលទៅប្រហែលជាអត់សូវមានអ្នកតាន់បានទៅដល់ទេណាចាខ្ញុំគិតថាអត់តាន់បានទៅដល់មានតិចចាថាដោយសារតែកន្លែងនោះគឺជាកន្លែងទីសក្ការៈចាបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយចាអ្នកគ្រូដែលមានឈ្មោះបោះសំឡេងចាអ្នកគ្រូណាលីហើយថ្ងៃមុនខ្ញុំក៏បានទៅដល់ចាទីកន្លែងចាសួនអូសៀនចាអនុស្សាវរីយ៍យិនផារ៉ាដៃចាកន្លែងនោះអស្ចារ្យខ្លាំងណាស់បងប្អូនចាជាកន្លែងទីសក្ការៈមានទាំងនិយាយទៅមានច្រើនកន្លែងមែនតែនដែលឲ្យខ្ញុំគិតថាប្រហែលជាគាត់អត់ទាន់បានរៀបចំច្រើនអស់ទេព្រោះឃើញដីធំមែនតើណាបងប្អូនចាហើយខ្ញុំក៏អត់បានថតច្រើនណាព្រោះដោយសារតែថ្ងៃហ្នឹងខ្ញុំទៅលើកទី1ហើយខ្ញុំជូនម្ដាយខ្ញុំទៅហើយបងប្អូនខ្ញុំទៅជុំគ្នាចឹងណាហើយយើងទៅក៏យើងអត់បានដឹងពីមុនថាយើងចូលដល់ត្រូវត្រៀមអីខ្លះចឹងណាទី1ខ្ញុំទៅហ្នឹងវាចំម៉ោងក្តៅចាម៉ោង12ម៉ោង1ម៉ោង2ហ្នឹងលោកតាគាត់ប្រចាំនៅហ្នឹងគាត់ប្រាប់ថាក្តៅម៉ោងហ្នឹងភាគច្រើនគេទៅដល់ម៉ោង3ម៉ោងអីចឹងណាគេទៅពីចូលពីក្នុងពីផ្លូវជាតិពីក្នុងយើងទៅផ្លូវ42បងប្អូនចាហើយយើងចូលពីផ្លូវធំហ្នឹងទៅក្នុង14គីឡូហើយយើងទៅហ្នឹងបើយើងទៅល្អមែនតើគឺយើងទៅកុំឲ្យទៅភ្លៀងទៅភ្លៀងយើងនិយាយពិបាកចូលតិចណាព្រោះដីគ្រូក្រហមវាអត់ផ្លូវស្រួលទេប៉ុន្តែគាត់ថាផ្លូវគ្រូក្រហមយើងទៅយើងខ្លាចល្អិលខ្លាចអីចឹងណាចាហើយយើងចូលទៅហ្នឹងក៏ជិះទៅក្នុងទៅដល់វាក្តៅតិចបើយើងមានឆាតចាយើងបងប្អូនចូលទៅមានឆាតមានអីទៅអត់សូវក្តៅទេព្រោះខ្ញុំថ្ងៃនោះអត់បានមានឆាតទៅប៉ុន្តែពេលយើងជិះទៅដល់កន្លែងហ្នឹងឡានគេដាក់មកដប់មានឡានសម្រាប់ដឹកយើងបងប្អូនចាឡានសម្រាប់ដឹកយើងនឹងមានច្រើនចាមកក្នុងមួយឡានដឹកទៅដល់កន្លែងអញ្ចឹងទៅប៉ុន្តែពេលដែលយើងទៅកន្លែងទីសក្ការៈណោះកន្លែងប្រម៉ែធរណីចាប្រម៉ែសេវីលីព្រះរាហូចាហើយមានព្រះគិនេសចាមានព្រះអង្គច្រើនទៀតខ្ញុំអត់ទាន់បានស្គាល់ឈ្មោះអស់ចាហើយនេះកន្លែងនេះគឺជាកន្លែងដែលយើងត្រូវទៅទិញអ្វីៗដែលត្រូវយើងទៅដាក់ដូចជាសែនផ្ដាច់គ្រោះសែនជាមួយនឹងព្រះរាហូអញ្ចឹងណាចាហើយអ្នកដែលមានឆ្នាំក្នុងនឹងបានគេត្រូវការសែនមិនមែនចេះតែចូលទៅតាមចិត្តដែលយើងត្រូវចង់យកអីទៅសែនបានទេណាអត់ទេគាត់ធ្វើចឹងល្អណាស់ព្រោះដោយសារភិកច្រើនមនុស្សយើងទៅពេលសែននេះទៅគេយកអីផ្ដេសផ្ដាស់ទៅសែនអញ្ចឹងណាតែនៅក្នុងនោះអត់ទេអ្នកគ្រូគាត់រៀបចំឲ្យស្រេចរបស់ដែលយើងត្រូវសែនគឺមានបងប្អូនណាចង់និយាយថាទៅកន្លែងនេះគឺបើបងប្អូនបានទៅដល់ណាគឺតិចខ្លាំងហើយដូចយើងហើតព្រោះដោយសារតែយើងឈរទៅវានៅជុំវិញគឺសុទ្ធតែភ្នំទាំងអស់ហើយយើងមានអារម្មណ៍ថាចូលទៅដល់ស្រស់ស្រាយព្រោះទឹកដីត្រូវចាំថាទឹកដីពេលដែលមានភ្នំព័ទ្ធជុំវិញទី1គឺធម្មពលស្កាលែរបស់យើងគឺវាមានមកហ្មងចាកន្លែងហ្នឹងហើយវាតិចហើយនៅកន្លែងនោះក៏យើងមានទីសក្ការៈច្រើនទៀតចឹងណាចឹងគឺល្អខ្លាំងមែនទែនអញ្ចឹងបងប្អូនបើសិនតែចង់ទៅលេងចង់ទៅបន់ទៅអីគឺល្អខ្លាំងមែនទែនហើយខ្ញុំថ្ងៃមុនទៅជុំគ្រួសារបងប្អូនអញ្ចឹងណាចាទៅបាយបន់ទាំងអស់គ្នាចាហើយក៏ជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផងដែរចាអរគុណ